សម្រាប់បងប្អូនដែលគាត់ស្រឡាញ់កុំព្យូទ័រគាត់យល់អារម្មណ៍នេះហើយបងប្អូនបាទនេះជាការធ្វើប្រហែលរបស់យើងបាទខ្ញុំជាទូទៅគឺមួយអាទិត្យជាងគឺខ្ញុំសម្អាតខេះខ្ញុំម្ដងហើយបងប្អូនមើលនេះបាទញាក់សាច់អញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកនេះទាំងអស់គ្នាបាទកុំឲ្យហួសចិត្តដូចខ្ញុំស្រឡាញ់តែយើងត្រូវតែប្រយ័ត្នឲ្យមែនតើសម្រាប់ខេះដែលប្រើកញ្ចក់ដូចខ្ញុំបាទជាក់ស្ដែងខ្ញុំដោះជ្រុងនេះមួយខ្ញុំដោះជ្រុងនេះមួយខ្ញុំដោះជ្រុងនេះមួយបាទប្រឡងគេហ្នឹងបាទវាជាខ្ចៅវាហ្នឹងណាដល់សារខាងនេះមួយនេះដល់ពេលសារខាងហ្នឹងមួយយើងវាផ្លិចមើលខាងក្រោមនេះវារបូតចេញពីអាហ្នឹងធ្លាក់មកក្រោមនេះប៉ក់ប្រហែលជាខ្ទង់មួយថ្នាំងដៃប៉ុណ្ណេះនេះបែកខ្ទេចបងប្អូនតែវានៅសល់អាស្គុតដែលខ្ញុំនេះណាអាស្គុតដែលយើងធម្មតាយើងទិញមករបស់ថ្មីគេត្រូវបកអាស្គុតហ្នឹងតែខ្ញុំអត់តន់បកនៅឃើញថាយើងស្រឡាញ់នេះសម្បីតែបតនេះក៏អត់តន់បានបកនេះបងប្អូនមើលនេះបតនៅសល់ថង់ទាំងអស់នេះហើយបែកខ្ទេចអស់លីងបងប្អូនហួសចិត្តមែនតើមកដល់ពេលចឹងហើយជាទូទៅគឺមួយអាទិត្យជាងខ្ញុំដោះផ្លុំម្ដងដល់ពេលដោះផ្លុំវាស្អាតឃើញអត់បាទស្អាតភ្លឹងអត់មានឲ្យសល់ដីទេតែសារតែយើងស្រឡាញ់តែគាត់ថាជាបទពិសោធន៍របស់ខ្ញុំបងប្អូនចង់ដោះអីទ្របមួយកណាត់រៀងក្រាស់តិចទៅជៀសវាងវាផុតខ្ចៅហ្នឹងទៅគឺវាធ្លាក់ក្តុបនេះផុតពីនេះធ្លាក់ទៅក្រោមហ្មងហើយបែកខ្ទេចអស់លីងតែនេះកុំដោយសារតែវាដូចលក្ខណៈផ្ទុះហ្មងណាបាទផ្ទុះកញ្ចក់ហ្នឹងហ្មងប្រើខ្ទៀតអាដល់ណាដល់ណីប៉ុន្តែដល់ពេលអានៅសល់ជាប់ក្នុងថងហ្នឹងវានៅនឹងអូដូចញាក់សាច់មែនតើលុសុបភុះសុបផ្ទុះហ្មងណាចាំមកថាប្រយ័ត្នប្រយែងឥឡូវនេះប្រើអញ្ចឹងទៅបាទនេះអែមស្រែមតែម្ដងអើយចប់និយាយបាទចាស់ខ្ញុំអត់អីទេចាស់ខ្ញុំធ្លាក់ហ្មងអត់អីទេយើងធ្លាក់យើងដោះដាក់ធ្លាក់ហ្មងអត់អីនេះអូញាក់សាច់លឿនមែនតើអញ្ចឹងតើតមួយកញ្ចក់វាមានចំណុចរបស់វាមិននិយាយខ្លីទេបាទតែប៉ះចំណុចវាគឺវាបែកខ្ទេចតែម្ដងបាទខ្ទេចអត់មានសល់សាច់អីមិនបន្តិចទេចឹងនេះកុំបានថងទេកុំអីគឺសុយទៀតទៅត្រូវភ្នែកធ្វើអីទៀតណាបងប្អូនអញ្ចឹងប្រយ័ត្នប្រយែងបងប្អូនលាងសម្អាតកុំព្យូទ័រ clean កុំព្យូទ័រអីបងប្អូនត្រូវដាក់កណាត់ដាក់វាក្រោមទៅបាទពួកខ្ញុំប្រើយូរហើយយើងសម្អាតច្រើនដងរាប់ភ្លេចអីនិយាយទៅបើអាចារ្យវិញសម្អាតរាប់ឆ្នាំអីអត់ដែរអីបងឥឡូវមកប៉ះអាថ្មីនេះប្រើបានយូរដែរបងប្អូនហ្នឹងហើយឥឡូវយើងប្រើអញ្ចឹងសិនបាទបើអញ្ចឹងមានតែប្រើអញ្ចឹងសិនហើយបាទអញ្ចឹងមានតែដូរខេះថ្មីព្រោះកញ្ចក់វាអត់មានដូរទេអញ្ចឹងតែបើសិនជាអាចមានប្រភេទពួកជ័រកញ្ចក់ជ័រខ្ញុំគាត់ថាកាត់ដាក់ល្អទេតែដឹងថារកណាបានមានបងប្អូនណាដឹងអត់អញ្ចឹងវីដេអូនឹងផ្ដាំផ្សាយបងប្អូនឲ្យប្រុងប្រយ័ត្នឲ្យកុំឲ្យដូចខ្ញុំបាទអរគុណ